កាយមួយដួងនេះបើនៅពីទិសខាងកើតគេហៅកាយព្រឹកដល់ពេលនៅពីទិសខាងលិចគេហៅកាយចោលតើហេតុអីបានជានៅទិសខាងកើតឈ្មោះថាកាយព្រឹកដល់ពីកាយដដែលនេះមកនៅទិសខាងលិចបែរជាមាននាមថាកាយចោលយើងនឹងស្រាយប្រស្នាដូនតាកាយព្រឹកនិងកាយចោលនេះតកតងនឹងរឿងភ្នំប្រុសភ្នំស្រីរឿងព្រេងភ្នំប្រុសភ្នំស្រីប្រមុខនៃមេហេតុតែចង់ទុកឲ្យស្ត្រីមានអិសរភាពលោកបានបបួលបរោះពូនភ្នំដើម្បីផ្ដល់អិសរភាពឲ្យស្ត្រីគឺឲ្យបរោះចូលស្ដីដណ្ដឹងស្ត្រីក៏បបួលគ្នាពូនភ្នំកើតបានជារឿងភ្នំប្រុសភ្នំស្រីក៏ប៉ុន្តែស្ត្រីទោះបីជាបបួលគេពូនភ្នំក៏ដោយក៏ដឹងថាសមត្ថភាពខ្លួនឯងកម្លាំងខ្លួនឯងមិនអាចឈ្នះនឹងបរោះបានទៅរកវិធីសាស្ត្រលួចបង្ហោះគោមដើម្បីបន្លំផ្កាយព្រឹកពួកបរោះក្រោយពីបានឃើញគោមហោះច្រឡំស្មានតែផ្កាយព្រឹកហោះក៏នាំគ្នាដាក់អម្រែកចុះហើយក៏ចូលសម្រាកទៅចំណែកពួកស្រីទាំងឡាយនោះក៏បានបន្តពូនភ្នំរហូតបានខ្ពស់ជាងភ្នំប្រុសភ្នំស្រីភ្នំប្រុសណាភ្នំស្រីនឹងខ្ពស់ជាងភ្នំប្រុសដែលហេតុតែពួកគាត់បានបង្ហោះគោមហ្នឹងបន្លំផ្កាយព្រឹកដូច្នេះកាលពេលព្រឹកផ្កាយមួយដួងហ្នឹងមាននាមថាផ្កាយព្រឹកដល់ផ្កាយមួយដួងហ្នឹងត្រឡប់មកទិសខាងលិចមានឈ្មោះថាផ្កាយចោលព្រោះហេតុអីព្រោះពីព្រឹកពួកបរោះមិនទាន់ដឹងថាផ្កាយហ្នឹងជាលួចបង្ហោះគោមដោយអំណាចនៃការចង់ឈ្នះហ្នឹងចង់ឲ្យបរោះហ្នឹងទៅដណ្ដឹងស្ត្រីហ្នឹងទើបកើតរឿងការភ្នាល់បង្ហោះគោមហ្នឹងគោមនៅលើមេឃคล้ายតែជាផ្កាយព្រឹកណាគោមនៅលើដីបង្កើតបានទៅជាគោមសម្ពុតនេះគោមសម្ពុតហូលដែលកូនស្រីនាំគ្នាស្លៀកណាពេលមានពិធីធំឬមង្គលការមង្គលធំចំណែកកូនប្រុសគឺស្លៀកក្នុងពេលបំពោះនេះគោមនៅលើដីគឺគោមសម្ពុតនេះគោមផ្កាសម្ពុតនេះគោមក្រឡាសម្ពុតស្រកានេះគោមនៅលើមេឃគឺគោមតំណាងកាយព្រឹកតែនៅពីទិសខាងលិចคล้ายតែជាផ្កាយចោលនេះណាកាយមួយដួងហ្នឹងព្រោះហេតុតែពួកគាត់បានលួចបង្ហោះគោមបន្លំនឹងផ្កាយព្រោះហេតុតែចង់ទុកអិសរភាពហ្នឹងឲ្យកូនស្រីខាងក្រោយហ្នឹងមានអិសរភាពជាធំជាមេជាម៉ែណាជាប្រមុខនៃមេណាឲ្យដឹងថានគរនេះគឺជានគរមេនគរម៉ែដូច្នេះហើយលោកសុកចិត្តលួចផ្កាយបន្លំធ្វើគោមលួចគោមបន្លំធ្វើផ្កាយណាតែតាមពិតរឿងនេះមើលមួយចំណែកមិនអាចមើលឃើញទាំងអស់ទេព្រោះរឿងវាមានតកតងវែងឆ្ងាយទៅតកតងនឹងផ្កាយព្រឹកផ្កាយចោលនេះគ្រាន់តែជាចំណែកមួយក្នុងចំណែកហាន់ជ័យដែលនៅក្នុងខេត្តកំពង់ចាមហ្នឹងគឺភ្នំប្រុសភ្នំស្រីហ្នឹងគឺគាត់ហាន់ជ័យគឺហាន់មរតកគាត់ពូជផ្កាយជាចំណិតហ្នឹងឲ្យទៅជារាយដើម្បីលំបាកនឹងគុំណាយករឿងទាំងអស់ហ្នឹងមកគុំផ្កាយហ្នឹងទៅយើងដឹងថាកាយព្រឹកកាយចោលកាយក្រពើកាយនៀកកាយយាមតែផ្កាយទាំងអស់ហ្នឹងផ្គុំគ្នាមកទៅយើងអាចដឹងពីអាចកំបាំងមរតកមេមរតកម៉ែហ្នឹងនេះជាប្រស្នាដែលផ្កាយព្រឹកคล้ายតែជាផ្កាយចោលគ្រាន់តែដូរទិសណានៅទិសខាងកើតគេហៅផ្កាយព្រឹកនៅទិសខាងលិចគេហៅផ្កាយចោលព្រោះអីព្រោះប្រមុខមេបានលួចបង្ហោះគោមពាក្យថាលួចគឺមានន័យថាចោលណាដូច្នេះផ្កាយហ្នឹងប្រែនាមពីផ្កាយព្រឹកមកជាផ្កាយចោលព្រោះលួចបង្ហោះគោមហើយគោមនេះបើសិនជាយើងដឹងអាចកំបាំងគោមនេះតំណាងឲ្យផ្កាយគឺតំណាងឲ្យទេវតាឬក៏ផ្កាយហ្នឹងគោមនេះបើពេលណាយើងដឹងពីអាចកំបាំងប្រស្នាផ្កាយព្រឹកផ្កាយចោលហើយគោមនេះវានឹងឆ្លោះពីគោមខាងលើគឺតំណាងឲ្យផ្កាយហ្នឹងឆ្លោះមកគោមខាងក្រោមគឺសម្ពុតសកានិកសម្ពុតទេវតារបស់មេដាទិព្វសដាច័ន្ទដែលលោកជាម្ចាស់សរសៃសូត្រមាសហ្នឹងដែលកូនស្រីស្លៀកសម្ពុតហូលហ្នឹងគឺមិនបានដឹងថាសម្ពុតហូលគឺជាសម្ពុតទិព្វទេវតាគឺសម្ពុតទិព្វសដាច័ន្ទដែលលោកបានបង្រៀនកូននាគសម័យក្រោយឲ្យចេះត្បាញសម្ពុតហូលគោមសកានិកហ្នឹងហើយគោមសកានិកនេះបានឆ្លោះទៅនឹងផ្កាយខាងលើនោះណាទេវតាខាងលើអញ្ចឹងនេះគ្រាន់តែជាការស្រាយនៅប្រស្នាដូនតាពីផ្កាយព្រឹកណានៅខាងកើតគេហៅផ្កាយព្រឹកនៅខាងលិចគេហៅផ្កាយចោលគឺផ្កាយមួយដួងប្រែនាមដោយហេតុរឿងពូនភ្នំប្រុសភ្នំស្រីជាដើមជាអាតណាដែលមេដាក្តីប្រមុខនៃស្ត្រីក្តីលោកចង់ទុកអិសរភាពចង់ទុកភាពជាធំឲ្យស្ត្រីមានតម្លៃឲ្យបរោះនឹងចូលទៅស្ដីដណ្ដឹងណាស្ត្រីហ្នឹងណាយើងខុសពី
ពីប្រទេសគេដទៃពេលខ្លះនឹងមានស្ត្រីមកដណ្ដឹងប្រុសតែនគរយើងនេះនគរមេនគរម៉ែនេះមាតុភូមិនេះគឺបរោះចូលមកដណ្ដឹងស្ត្រីណារបស់អីដែលធំនៅក្នុងស្រុកនេះគឺជាមេណារាប់តាំងពីអវយវៈនៅក្នុងដៃរហូតដល់អ្នកដឹកនាំទាំងផ្នែកអាក្រក់ផ្នែកល្អហ្នឹងគឺសិតតែមេណាមេហ្នឹងដោយសារអីដោយសារការប្រឡងវណ្ណងពូនភ្នំនេះគឺតំណាងឲ្យភ្នំព្រះសុមេនឹងឯងសុមេរូបឯងដែលជានិមិត្តរូបមាតុភូមិជានិមិត្តរូបភូមិម៉ែជានិមិត្តរូបអ្នកដែលទទួលនៅមរតកធំរបស់មេរបស់ម៉ែនឹងឯងអញ្ចឹងថ្ងៃនេះខ្ញុំបញ្យល់ពីរឿងអាថ៌កំបាំងកាយព្រឹកនៅខាងកើតកាយដដែលទៅនៅទិសខាងលិចខ្លាយជាកាយចោលហ្នឹងព្រោះហេតុតែប្រស្នាបង្ហោះគោមណាបន្លំកាយព្រឹកនឹងឯងណាដល់ខាងលិចគេដឹងថាអូហេតុតែលួចបង្ហោះគោមទុកអិសរភាពឲ្យស្ត្រីនឹងឯងទៅនាមផ្កាយដដែលនឹងខ្លាយទៅជាផ្កាយចោលនេះជាអាថ៌កំបាំងប្រស្នាផ្កាយព្រឹកនិងផ្កាយចោលសូមអរគុណសូមគោរពលាណាក៏ខុសទាស់យ៉ាងណាក៏សូមខន្តីអភ័យទោស